បាទសួស្តីបងប្អូនអរគ្នាថ្ងៃនេះមានត្រូវបានផ្សាយទៀតហើយចង់បញ្ជាក់ជូនបងប្អូនបាទគឺ Premier League ហើយនិង La Liga បងប្អូនបាទថ្ងៃនេះមានពីរគូទៀតចង់បញ្ជាក់ជូនបងប្អូនគូទី1នោះគឺ Brentford ប៉ះគ្នាជាមួយនឹង Man City បាទរីឯគូទី2 Espanyol ប៉ះគ្នាជាមួយនឹង Real Betis បាទឥឡូវយើងមកវិភាគ Brentford ជាមួយនឹង Man City បាទបើមើលទៅ5ប្រកួតចុងក្រោយនេះគាត់ថា Brentford និង Man City គឺដូចគ្នាបងប្អូនគឺឈ្នះ2ស្មើ1និងចាញ់2បាទក្រុមនេះក៏ធ្លាប់ប៉ះគ្នាជាច្រើនដងណាស់មកហើយតែមានសម្លេងតែ5គូនោះទេបាទ5គុណនោះគឺស្មើ1 Man City ឈ្នះ3 Brentford ឈ្នះតែ1ទេបងប្អូនបាទអញ្ចឹងបងប្អូនឆ្លាញ់តាមានសំណាក់បងប្អូនលេងនៅខាង Man City បាទគូទី2 Espanyol ប៉ះគ្នាជាមួយនឹង Real Betis បាទបើមើលទៅលើ5ប្រកួតចុងក្រោយនេះឃើញថាប្រហែលគ្នាបងប្អូនគឺឈ្នះ2ស្មើ2ហើយនឹងចាញ់1ដូចគ្នាបាទក្រុមនេះក៏ធ្លាប់ប៉ះគ្នាពីមុនមកហើយដែរតែមានសម្លេងតែ5ប្រកួតនោះទេបាទគឺ Real Betis ឈ្នះ4បាទ Real Espanyol យកឈ្នះតែ1នោះទេចឹងបងប្អូនឆ្លាញ់តាមានសំណាក់បងប្អូនលេងទៅខាង Real Betis បាទសម្រាប់ Man City ជាមួយ Brentford មានគិតថា over បងប្អូននឹងតែសុបហើយអញ្ចឹងអត់មានទេបាទនេះក៏តែជាតម្រុយបាល់របស់មានប្រភេទជូនបងប្អូនទេបងប្អូនមានសិទ្ធិយកទៅកែច្នៃឬមួយធ្វើតាមការកាត់របស់បងប្អូនបាទកុំភ្លេចចុច follow មានម្នាក់ផងបាទសម្រាប់បងប្អូនណាស្រឡាញ់ការវីដេអូបានចង់តាមបានធីបបាទថ្មីបងប្អូនអាចចុចលេខនៅក្រោម profile TikTok នៅក្នុង bio បានអាចចូលរួមលេងកម្សាន្តដោយសេរីបាទមានក៏មានតម្លាក់គូបាទថ្មីជារៀងរាល់ថ្ងៃផងដែរបាទបងប្អូនចូលជាសមាជិករបស់មានទៀតមានឱកាសចាក់រង្វាន់រៀងរាល់មួយសប្តាហ៍ម្ដងបងប្អូនហើយក៏មានហ្គេមឲ្យលេងជារៀងរាល់ថ្ងៃផងដែរបាទសូមអរគុណកុំភ្លេចចុច follow មានម្នាក់ផងបាទជម្រាបលាជួបគ្នាវីដេអូក្រោយ